ជាពិសេសលោកពូអ្នកមីងបងប្រុសបងស្រីកញ្ញាកណ្ដោអញ្ជើញឡើងរំផងនាងស្រីទៅណាបងជើផងឆ្នាំនេះនួនអងទៅលេងវត្តណាទៅវត្តស្គុនឬវត្តសិច្ឆាទីរមណីយដ្ឋានយើងទៅកំសាន្តជុំគ្នាយើងនាំគ្នាលេងឲ្យសប្បាយម្ដងយើងនាំគ្នាលេងឲ្យសប្បាយម្ដងជាមួយជីវ៉ាប្រពហើយពួកយើងនាំគ្នាសច្ចាផុតឆ្នាំថ្មីកាលណាយើងរៀបការនឹងគ្នាឆ្នាំថ្មីកាលណារៀបការនឹងគ្នាឆ្នាំថ្មីកាលណារៀបការនឹងគ្នាពួកយើងសាមគ្គីគ្រប់ភូមិឃុំស្រុករួមថែមាត់មុខភូមិស្រុកខ្ញុំបាទទឹមសរនអនុញ្ញាតសូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តមនស្ដាប់អនុញ្ញាតវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីថ្មីមួយគឺកម្មវិធីសម្លេងយុវជនបាទប្រិយមិត្តជាទីមេត្រីបាទនៅវេលាម៉ោង2ដល់ម៉ោង3រសៀលនៅថ្ងៃនេះកម្មវិធី Visu News Style FM 97.25 MHz ខេត្តកំពង់ចាមនឹងធ្វើការពិភាក្សាលើប្រធានបទបាទយុវជនក្នុងការចូលរួមទប់ស្កាត់បំរែបំរួលអាកាសធាតុនៅថ្ងៃនេះរៀបចំដោយសមាគមយុវជនខ្មែរហៅកាត់ថាបាទ KVA ដែលសហការជាមួយនឹង Visu News Style FM 97.25 MHz ខេត្តកំពង់ចាមក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាពិសេសយុវជនឲ្យមានការយល់ដឹងនិងចូលរួមក្នុងការទប់ស្កាត់បំរែបំរួលអាកាសធាតុបាទហើយកម្មវិធីយើងក៏បានធ្វើការអញ្ជើញមកលោកវិក្កាមចំនួន2រូបគឺទី1លោកមុំរិទ្ធីបាទអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមហើយទី2នេះគឺតំណាងយុវជនខាង KVA គឺកញ្ញាយឿនសុកណាដែលជាអ្នកតំណាងមកពីសមាគម KVA ដើម្បីបានចូលរួមនៅក្នុងកម្មវិធីធ្វើជាវាគ្មិនដើម្បីធ្វើការបកស្រាយនៅមតិយោបល់របស់ប្រិមិត្តដែលចូលរួមនៅក្នុងកម្មវិធីនេះផងដែរប្រិមិត្តក៏អាចចូលរួមនៅក្នុងកម្មវិធីនេះបានតាមរយៈលេខទូរស័ព្ទមានចំនួន2ប្រព័ន្ធទី1នេះ096លេខ6 888 088 797 52 និង 72បាទហើយជាដំបូងនេះក៏សូមបាទជំរាបសួរទៅកាន់លោកវិក្កាមបាទមុំរិទ្ធីដែរដែលជាអនុប្រធានមន្ទីរបរិស្ថានបាទសូមជំរាបសួរបាទហើយទី2គឺបាទកញ្ញាយឿនសុកណាដែលជាតំណាងឲ្យខាងយុវជនបណ្ដាហ្នឹងហើយប្រិមិត្តក៏អាចចូលរួមនៅក្នុងកម្មវិធីនេះបានតាមរយៈលេខទូរស័ព្ទមានចំនួន2ប្រព័ន្ធដែលបានជម្រាបជូនខាងលើប្រិមិត្តជាទីមេត្រីការបំរែបំរួលអាកាសធាតុគឺជាបញ្ហាសកលដែលពិភពលោកបាននឹងកំពុងព្រួយបារម្ភនិងយកចិត្តទុកដាក់បំផុតឥទ្ធិពលអវិជ្ជមាននៃការបំរែបំរួលអាកាសធាតុបានសាយភាយនិងបង្កឲ្យមានភាពមហន្តរាយស្ទើរគ្រប់តំបន់ទាំងអស់នៅលើពិភពលោកដូចជាការកើនកម្ដៅការឡើងកម្ពស់ទឹកសមុទ្រគ្រោះទឹកជំនន់ចោលព្យុះរញ្ជួយដីនិងគ្រោះរាំងស្ងួតជាដើមទោះបីជាការបំរែបំរួលអាកាសធាតុបាននឹងកំពុងជាឥទ្ធិពលយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាយ៉ាងណាក្តីប្រជាជនកម្ពុជាបាទតិចតួចណាស់ដែលបានយល់ដឹងអំពីការបំរែបំរួលអាកាសធាតុនេះយោងតាមរបាយការណ៍របស់អង្គការ BBC នៅឆ្នាំ2010បានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានដឹងថាការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប៉ះពាល់ការរស់នៅនិងចិញ្ចឹមជីវិតរបស់ពួកគេតែពួកគេមិនបានដឹងថាតើវាកើតឡើងដោយសារមូលហេតុអ្វីហើយថាតើពួកគេត្រូវធ្វើដូចម្តេចដើម្បីឆ្លើយតបទៅនឹងការបំរែបំរួលអាកាសធាតុនេះទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋដូចជាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការបំរែបំរួលអាកាសធាតុយ៉ាងណាក្តីអង្គការសង្គមស៊ីវិលយល់ឃើញថាដើម្បីស្ដារឡើងវិញនៅលំនឹងនិងអាកាសធាតុចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយបំភាយនៅកម្រិតឧស្ម័នផ្ទាំងកញ្ចក់តាមរយៈសង្វាក់ផលិតកម្មនៃឧស្សាហកម្មគ្រប់កម្រិតដោយជំរុញឲ្យសាធារណជនប្រកាន់ខ្ជាប់នៅគោលការណ៍ចំនួន4អរគុណណាស់ហើយប្រិមិត្តក៏អាចចូលរួមនៅក្នុងកម្មវិធីនេះបានតាមរយៈលេខទូរស័ព្ទមានចំនួន2ប្រព័ន្ធទី1នេះ096
លេខ 6 888 088 797 52 និង 72 បណ្ណាគុណណាហើយបាទសូមគ្រប់នឹងជម្រាបសួរទៅកាន់បាទលោកមុំរិទ្ធីសាជាថ្មីបាទដែលសូមជម្រាបជូនទៅដល់ប្រិមិត្តពុកម៉ែបងប្អូនថាលោកមុំរិទ្ធីនេះគឺជាអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមហើយចូលរួមធ្វើជាវិក្កាមិនធ្វើការបកស្រាយរាល់មតិយោបល់របស់ប្រិមិត្តដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរហើយជាដំបូងនេះក៏សូមប្រគល់ទូនាទីទៅកាន់លោកផងដែរថាយល់យ៉ាងណាដែរចំពោះកម្មវិធីនេះបាទជាបឋមខ្ញុំបាទសូមគោរពនឹងជូនស្វាគមន៍ដល់បាទ New Style វីដេអូហើយតំណាងសមាគមយុវជនសាខាខេត្តកំពង់ចាមខ្ញុំមានការរីករាយនឹងយល់ឃើញថាកម្មវិធីនេះពិតជាល្អក្នុងការចែករំលែកនៅចំណេះដឹងរបស់ខ្ញុំផ្ទាល់ទៅដល់ប្រិយមិត្តទាំងអស់ដែលទទួលការស្ដាប់វិទ្យុនៅពេលនេះសូមអរគុណហើយចំពោះកញ្ញាយើងសុកណាដែលជាបណ្ដាញយុវជនមកពីខាងឃុំមានហើយយល់យ៉ាងណាដែរឬក៏មានចំណាប់អារម្មណ៍យ៉ាងណាចំពោះកម្មវិធីនេះបាទចាសូមអរគុណបងសម្រាប់នាងខ្ញុំគឺនាងខ្ញុំយល់ថាកម្មវិធីនេះពិតជាល្អមែនទែនសម្រាប់ខ្ញុំជាយុវជនតហើយកម្មវិធីនេះគឺអាចឲ្យនាងខ្ញុំចែករំលែកនៅបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើការជាមួយយុវជនស្ម័គ្រចិត្តនៅភូមិខ្ញុំផ្ទាល់ឲ្យទៅដល់យុវជនដទៃទៀតដែលគាត់មិនបានចូលរួមឲ្យគាត់បែរមកចូលរួមជាមួយនឹងពួកខ្ញុំបន្តទៀតចា៎អរគុណហើយសំណួរជាដំបូងសូមប្រគល់ទៅកាន់លោកមុំរិទ្ធីដែលជាអនុប្រធានមន្ទីរបរិស្ថានចង់សាកសួរថាតើបណ្ដាលមកពីកត្តាអ្វីខ្លះដែលធ្វើឲ្យមានការបម្រែបម្រួលអាកាសធាតុសូមអរគុណហើយកត្តាដែលនាំឲ្យមានការបម្រែបម្រួលអាកាសធាតុយើងមានពីរកត្តាទី1គឺកត្តាធម្មជាតិដូចជាការប្រែប្រួលចរន្តទឹកសមុទ្រការប្រែប្រួលយឺតនៃកន្លងភពផែនដីការប្រែប្រួលចរន្តខ្យល់ការឡើងកម្ដៅក៏ជាកត្តាធម្មជាតិដែរដែលយើងតែងតែជួបប្រទះហើយនឹងមានការចាប់អារម្មណ៍ទូទាំងពិភពលោកក៏ដូចជាដោយឡែកប្រទេសកម្ពុជាយើងដែរហើយកត្តាមួយទៀតគឺកត្តាសកម្មភាពរបស់មនុស្សគឺថាកត្តាសកម្មភាពរបស់មនុស្សគឺខ្លាំងក្លាណាស់ក្នុងការធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដូចជាការដុតនៅឥន្ធនៈផូស៊ីលអញ្ចឹងការដុតឥន្ធនៈផូស៊ីលការដុតបំផ្លាញព្រៃឈើការកាប់រានដីហើយការសាងសង់ទីក្រុងការពង្រីកទីក្រុងក៏ពាក់ព័ន្ធជាសកម្មភាពរបស់មនុស្សហើយការដូចជារោងចក្រឧស្សាហកម្មអីហ្នឹងក៏បញ្ចេញផ្សែងច្រើនហើយនឹងដូចជាការសំណល់រឹងសម្រាមដែលយើងបានបន្សល់ទុកទាំងអស់គ្នាជារៀងរាល់ថ្ងៃរាល់ឆ្នាំបាទអរគុណណាស់ហើយចំពោះកញ្ញាវិញតើបានយល់ដឹងអ្វីខ្លះពីការបម្រែបម្រួលអាកាសធាតុចាអរគុណបងសម្រាប់នេះខ្ញុំគឺខ្ញុំបានយល់ពីបម្រែបម្រួលអាកាសធាតុដូចជាការកើនឡើងនៃនីវ៉ូទឹកសមុទ្រការកើនឡើងនៃកម្ដៅរបស់ព្រះអាទិត្យហើយការកើនឡើងនៃឥន្ធនៈផូស៊ីលលក្ខណៈថាគឺជាឧស្ម័នតែកញ្ចក់គឺវាកើនឡើងខ្លាំងមែនតើហ្មងបាទអញ្ចឹងនៅក្នុងសហគមន៍របស់កញ្ញាផ្ទាល់ណាដែលធ្លាប់ទទួលរងនៅគ្រោះដោយសារតែការបម្រែបម្រួលអាកាសធាតុដែរទីកន្លងមកហើយបញ្ហានេះបណ្ដាលឲ្យមានផលប៉ះពាល់អីខ្លះដែរចាហ្មងសម្រាប់នៅភូមិបងនាងខ្ញុំផ្ទាល់គឺជួបប្រទះនៅបញ្ហានឹងមួយចំនួនដែរហ្មងដូចជាការបាត់បង់នៅព្រៃឈើវាធ្វើឲ្យកម្ដៅព្រះអាទិត្យកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយមួយទៀតគឺកង្វះនៅទឹកភ្លៀងធ្វើឲ្យប្រជាពលរដ្ឋគាត់ធ្វើការចំណាក់ស្រុកទៅខាងក្រៅប្រទេសដោយសារតែការបង្កបង្កើនផលរបស់គាត់គឺអត់បានផលល្អទេហើយ
មួយទៀតគឺដីគឺគ្មានជីជាតិសោះជីជាតិតែម្ដងហ្មងបាទអញ្ចឹងកន្លងមកនៅក្នុងនាមយើងជាយុវជនម្នាក់ណាតើបានចូលរួមសកម្មភាពអ្វីខ្លះនៅក្នុងការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុកន្លងមកនេះចានៅក្នុងនាមខ្ញុំជាយុវជននៅក្នុងភូមិរបស់នេះខ្ញុំតើគឺខ្ញុំធ្លាប់ចូលរួមសកម្មភាពដូចជាការដាំកូនឈើដើម្បីជួយឲ្យមានទឹកភ្លៀងឡើងវិញហើយជួយកុំឲ្យអាកាសធាតុកាន់តែក្តៅឡើងហើយមួយទៀតគឺនាងខ្ញុំបានចូលរួមធ្វើជាវេទិកាដើររើសម្រាមនៅក្នុងភូមិបឹងតែម្ដងហ្មងបាទហើយចំពោះការចូលរួមរបស់យុវជនក៏ដូចជាប្រជាពលរដ្ឋដទៃទៀតហ្នឹងមានការចូលរួមយ៉ាងដូចម្តេចដែរបាទចាគឺប្រជាពលរដ្ឋជាមួយនឹងក្រុមយុវជនពួកខ្ញុំគឺគាត់ចូលរួមយ៉ាងសកម្មមែនទែនមកជាមួយនឹងក្រុមយុវជនពួកខ្ញុំដើម្បីជួយគ្នាដើម្បីទប់ស្កាត់នៅបម្រែបម្រួលអាកាសធាតុនឹងដែរបាទបាទអរគុណហើយសំណួរជាបន្តទៀតទៅកាន់លោកអនុប្រធានមន្ត្រីបរិស្ថានផងដែរថាតើអាកាសធាតុប្រែប្រួលធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលដែរបាទសូមអរគុណហើយនេះគឺខ្ញុំសូមបែងចែកជាពីរគឺទី1គឺផលប៉ះពាល់ចំពោះសុខភាពយើងនេះគ្រាន់តែគិតថាប៉ះពាល់ទី1គឺផ្លូវដង្ហើមបញ្ហាបេះដូងបញ្ហាឡើងរមាស់ស្បែកអីហើយយើងមានច្រើនទៀតគ្រាន់តែយើងមិនចង់បញ្ជាក់ឲ្យវាច្រើនទេណាតែយើងជួបប្រទះកណាប្រែប្រួលឬក៏បញ្ហាថាឡើងកម្ដៅភ្លាមចុះកម្ដៅភ្លាមក៏យើងវាប្លែកក្នុងខ្លួនកណាដូចជាខ្យល់ត្រជាក់រដូវកាលដូរផ្លាស់ហ្នឹងក៏យើងមានបញ្ហាផ្នែកសុខភាពដែរដូចជាផ្ដាសាយជាដើមអញ្ចឹងហើយមួយទៀតខ្ញុំសូមជម្រាបសួរពីផលប៉ះពាល់សង្គមនៅក្នុងប្រទេសយើងជាប្រទេសកសិកម្មហើយប្រទេសដែលយើងចាត់ទុកជាប្រទេសថ្នាក់ក្រីក្រអញ្ចឹងយើងមានវិស័យមួយចំនួនដែលងាយរងគ្រោះជាងគេទី1គឺវិស័យធនធានទឹកទី2វិស័យកសិកម្មទី3វិស័យព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីវិស័យទេសចរនេះហើយជាវិស័យដែលយើងងាយប៉ះពាល់បាទហើយមានវិស័យតូចៗជាច្រើនទៀតគឺខ្ញុំមិនបានលើកពេលនេះទេបាទបាទអរគុណហើយប្រិយមិត្តក៏អាចចូលរួមនៅក្នុងកម្មវិធីនេះបានតាមរយៈលេខទូរស័ព្ទមានចំនួន2ប្រព័ន្ធទី1 096លេខ6 888 100 088 797 52 និង72លោកអ្នកកំពុងស្ដាប់កម្មវិធីសំឡេងយុវជនដែលយើងកំពុងជជែកពិភាក្សាលើប្រធានបទយុវជនក្នុងការចូលរួមបម្រែបម្រួលអាកាសធាតុចង់ចូលរួមនៅក្នុងកម្មវិធីប្រិមិត្តអាចទូរស័ព្ទមកកាន់លេខ096លេខ6 888 100 088 797 52 និង72ប្រសិនបើលោកអ្នកចង់សំណូមពរបទចម្រៀងណាមួយដែលលោកអ្នកពេញចិត្តឬចង់កែលម្អកម្មវិធីណាមួយរបស់ Visual The New Style សូមចូលទៅកាន់គេហទំព័រ Facebook ដោយវាជាអក្សរអង់គ្លេសដូច New Style Radio 97.25 FM បាទអរគុណប្រិមិត្តជាទីមេត្រីប្រិមិត្តកំពុងតែតាមដានស្ដាប់ការផ្សាយផ្ទាល់ចេញពីស្ថានីយ៍ Visual The New Style Radio FM 97.25 MHz ខេត្តកំពង់ចាមដែលកម្មវិធីយើងគឺជាកម្មវិធីសម្លេងយុវជនហើយកម្មវិធីយើងក៏បានធ្វើការជជែកពិភាក្សាលើប្រធានបទយុវជនក្នុងការចូលរួមទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុដោយកម្មវិធីយើងបានធ្វើការអញ្ជើញលោកវិក្កាមចំនួន2រូបធ្វើការបកស្រាយរាល់មតិយោបល់របស់ប្រិមិត្តដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរទី1នេះគឺលោកមុំរិទ្ធីអនុប្រធានមន្ត្រីបរិស្ថានខេត្តកំពង់ចាមហើយទី2នេះគឺកញ្ញាយឿនសុកណាដែលជាបណ្ដាញយុវជនមកពីឃុំមានផងដែរចូលរួមនៅក្នុងកម្មវិធីនេះឥឡូវពីកម្មវិធីយើងក៏មានប្រិមិត្តមកចូលរួមមួយរូបគឺបញ្ញរាអញ្ចឹងអនុញ្ញាតបើកនៅប្រព័ន្ធទូរស័ព្ទដើម្បីធ្វើការទទួលជួបជាមួយនឹងបញ្ញរាតែម្ដងបាទជំរាបសួរបញ្ញរាបាទបាទអរគុណណាស់បញ្ញរាហើយថ្ងៃនេះកម្មវិធីយើងបានជជែកពិភាក្សាលើប្រធានបទយុវជនក្នុងការចូលរួមទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុណាបាទ
អរគុណហើយបញ្ហាបានយល់ដឹងអ្វីខ្លះពីការបម្រែបម្រួលអាកាសធាតុនោះបាទអរគុណច្រើនហើយតែក្នុងកណ្ដឹងការបម្រែបម្រួលអាកាសធាតុយើងគឺថានៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោកយើងហើយបច្ចុប្បន្នហ្នឹងកំណែបម្រែបម្រួលអាកាសធាតុថាវាមានការបម្រែបម្រួលច្រើនទាំងឥឡូវយើងមុនដំបូងយើងសម្គាល់ថារដូវប្រាំងរដូវវស្សាប៉ុន្តែឥឡូវហ្នឹងភ្លៀងឬក៏អីហ្នឹងมันតាមប្រាំងរដូវវស្សារដូវត្រូវភ្លៀងទៅហាំងអត់ភ្លៀងទៅហើយរដូវណាក់រដូវថាអត់ភ្លៀងទៅភ្លៀងវិញយើងឃើញថាមានការប្រែប្រួលអញ្ចឹងវាដល់ផលប៉ះពាល់ច្រើនហើយតកតងទៅនឹងកត្តាផ្សេងៗហ្នឹងវាប៉ះពាល់ទៅដល់បងប្អូនកសិករក៏ដោយវាប៉ះពាល់ទៅដល់ជាពលរដ្ឋនៅក្នុងប្រទេសយើងផងដែរបាទអញ្ចឹងសម្រាប់នៅក្នុងមូលដ្ឋានរបស់បញ្ហាហ្នឹងបើកន្លងមកធ្លាប់ជួបបញ្ហាការបំរែបំរួលអាកាសធាតុដែរទេហើយផលប៉ះពាល់ហ្នឹងធ្លាប់មានផលប៉ះពាល់អ្វីខ្លះដែរបាទហើយយើងដឹងតែអស់គ្នាការធ្វើស្រែចម្ការរបស់បងប្អូនយើងនៅតាមជនបទគាត់มันមានប្រព័ន្ធបន្លាយទឹកអីគ្រប់គ្រាន់ទេនៅខាងខ្ញុំប៉ុន្តែគាត់ធ្វើដំណាំឬក៏គាត់ធ្វើស្រែចម្ការហ្នឹងអាស្រ័យទៅលើមេឃគាត់អាស្រ័យទៅលើមេឃអញ្ចឹងបើមិនជារាំងស្ងួតអត់ភ្លៀងអញ្ចឹងផ្ដល់ឲ្យប៉ះពាល់ដំណាំរបស់គាត់អត់មានការលូតលាស់អត់មានអីចឹងអញ្ចឹងវាបញ្ហាមិនតែតកតងទៅនឹងអាកាសធាតុធ្លាប់មានការរាំងស្ងួតធ្លាប់មានបញ្ហាដូចជាខ្យល់កន្ត្រាក់អីចឹងជាដើមបាទអញ្ចឹងសូមសាកសួរមួយសំណួរទៀតមុននឹងបើកឱកាសឲ្យបញ្ហាសួរទៅកាន់លោកវិក្កាមទាំងពីរបាទហើយចំពោះបញ្ហាកន្លងមកធ្លាប់បានចូលរួមសកម្មភាពអ្វីខ្លះនៅក្នុងការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុកន្លងមកដែរបាទតើតើទៅនឹងការចូលរួមហើយខ្ញុំម្នាក់ឯងបានចូលរួមទាំងអស់ច្រើនបានទេប៉ុន្តែខ្ញុំអាចចូលរួមជាមួយកសិករក្រហមអាចចូលរួមជាមួយស្ថាប័នផ្សេងៗដូចជាការរើសសម្រាមដូចជាការជួយដាំឈើដូចជាគេឲ្យផ្សេងៗហ្នឹងវាកត្តាទូចទាំងប៉ុន្តែខ្ញុំគិតថាអាកត្តាទូចទាំងអស់ហ្នឹងវាអាចជួយកាត់បន្ថយមួយដែរបើមិនទេគ្រប់គ្នាទាំងខ្ញុំទាំងគេគ្រប់គ្នាទាំងអស់មិនថាយុវជនមិនថាប្រជាពលរដ្ឋគ្រប់គ្នាអស់គាត់ម្នាក់ដាំឈើតែម្ដងក៏វាអាចទប់ស្កាត់ការបំរែបំរួលអាកាសធាតុហ្នឹងដែរព្រោះថាយើងបង្កើនការថែទាំក៏ដូចជាបង្កើនការដាំឈើឡើងវិញដោយសារអីដោយសារតែបច្ចុប្បន្នហ្នឹងគេឃើញថាចំនួនព្រៃឈើរបស់យើងមានការធ្លាក់ចុះពីព្រោះថាដោយសារតែមានការអភិវឌ្ឍអីផ្សេងៗត្រូវការបានដីឬក៏ត្រូវការអីយើងត្រូវបានកាប់ដើមឈើកាប់អីចឹងអញ្ចឹងវាបញ្ហាប៉ះពាល់អស់ហ្នឹងអញ្ចឹងយើងចូលរួមឡើងវិញដាំឈើមិនថាដើមឈើព្រៃនៅជុំវិញផ្ទះយើងអាចដាំឈើផ្សេងៗដូចជាដើមឈើហូបផ្លែអីចឹងក៏វាអាចជួយលម្អបរិស្ថានបានដែរបាទអរគុណណាស់បញ្ហាដែលបានចូលរួមហើយចំពោះបញ្ហាមានជាសំណួរអ្វីមកសាកសួរមកកាន់លោកវិក្កាមទាំងពីរតែទី1នោះគឺលោកមុំរិទ្ធីដែលជាអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមហើយទី2នោះគឺកញ្ញាយឿនសុកណាដែលតំណាងឲ្យសមាគមយុវជនខ្មែរមកពីគុំមានបាទច្រើនហើយខ្ញុំមានសំណួរទូចមួយជូនទៅលោកវិក្កាមទាំងពីរថាតើខាងស្ថាប័នរដ្ឋក៏ដូចជាខាងអង្គការនោះមានយន្តការអីបន្ថែមទៀតដើម្បីចូលរួមទប់ស្កាត់បំរែបំរួលអាកាសធាតុកុំឲ្យកើតមានឡើងបន្តទៅទៀតតើមានយន្តការអីបន្ថែមនៅក្នុងការអនុវត្តរាំងកុំឲ្យមានបញ្ហាបំរែបំរួលអាកាសធាតុកើតឡើងខ្ញុំមានតែមួយសំណួរបាទអរគុណបញ្ហាដែលបានចូលរួមនៅក្នុងកម្មវិធីនេះបាទអរគុណច្រើនបាទអរគុណជម្រាបលាអរគុណណាស់ហើយចំពោះលោកមុំរិទ្ធីដែលយល់យ៉ាងណាឬក៏មានអ្វីធ្វើការឆ្លើយតបទៅកាន់បញ្ហាដែលមានសំណួរមកកាន់លោកវិក្កាមទាំងបាទសូមអរគុណបាទខ្ញុំយល់ឃើញថាសំណួរនេះពិតជាល្អណាស់អញ្ចឹងមុននឹងចូលសំណួរក៏ខ្ញុំសូមជម្រាបជូនបន្តិចថាប្រទេសកម្ពុជាយើងជាប្រទេសក្រីក្របើប្រៀបធៀបនឹងចំណោមប្រទេសនៅក្នុងអាស៊ីនេះហើយ
ទេសកម្ពុជាយើងបច្ចុប្បន្នក៏មិនទាន់មានកាប់តបកិច្ចមួយក្នុងការទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុដែរយើងគ្រាន់មានការតបកិច្ចមួយក្នុងការកាត់បន្ថយនិងបន្ស៊ាំទៅលើការប្រែប្រួលអាកាសធាតុព្រោះថាប្រទេសកម្ពុជាយើងពុំទាន់ធ្វើអ្វីមួយដែលបញ្ចេញស្មានតែកញ្ចក់នឹងវាធ្ងន់ធ្ងរដោយប្រទេសជឿនលឿនមួយចំនួនលើស្គាល់លោកទេអញ្ចឹងនៅក្នុងសំណួរយន្តការនៃការទប់ស្កាត់មិនអញ្ចឹងយើងប្រើពាក្យយន្តការនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុវិញហើយប្រទេសកម្ពុជាយើងកន្លងមកក៏បានចូលជាសមាជិកនៃកម្មវិធីបរិស្ថានពិភពលោកយើងមានជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុអង្គការសហជីវជាតិជាសមាជិកនៃពិធីសារខ្ជូតូអីជាច្រើននេះហើយជាបញ្ហាមួយនៅផ្នែកអន្តរជាតិហើយដោយឡែកចំពោះនៅថ្នាក់ជាតិរបស់យើងអញ្ចឹងយើងបានថ្នាក់ជាតិរបស់យើងបានបង្កើតធ្វើវេទិកាជាតិ3លើកដែរកន្លងមកហើយបានបង្កើតជាគណៈកម្មការគ្រប់គ្រងផ្នែកប្រែប្រួលអាកាសធាតុនេះហើយកម្ពុជាយើងក៏មានធ្វើជារបាយការណ៍ជារៀងរាល់ឆ្នាំដើម្បីដាក់ជូនទៅអង្គការសហជីវជាតិផ្នែកបរិស្ថានដែលធ្វើការខាងផ្នែកប្រែប្រួលអាកាសធាតុនេះហើយកន្លងមកថ្មីនេះដែរក៏ថ្នាក់ជាតិយើងរៀបចំផែនការយុទ្ធសាស្ត្រមួយស្ដីពីការប្រែប្រួលអាកាសធាតុនេះដែរហើយយើងមានបង្កើតស្ថាប័នអភិវឌ្ឍស្អាតហើយដោយឡែកទៀតដែលខ្លឹមសារនៃការអនុវត្តនៃការកាត់បន្ថយប្រែប្រួលអាកាសធាតុដែលយើងអនុវត្តសប្តាហ៍ថ្ងៃហើយនឹងកន្លងមកគឺយើងមានទិសដៅមួយគឺកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យើងកសាងសមត្ថភាពនេះគឺកសាងសមត្ថភាពតាំងពីស្ថាប័នជំនាញផ្សេងនិងកសាងសមត្ថភាពក្នុងជួររដ្ឋាភិបាលក៏យើងចាំបាច់ត្រូវយល់ច្បាស់ពីការប្រែប្រួលអាកាសធាតុនេះដែរហើយយើងលើកកម្ពស់ការយល់ដឹងនិងការចូលរួមដោយយើងកម្មវិធីពេលនេះគឺយើងវាជាចំណែកមួយនៃការលើកកម្ពស់និងការយល់ដឹងការចូលរួមពីការប្រែប្រួលអាកាសធាតុនេះហើយយើងក៏មានទិសដៅមួយទៀតបង្វែរការអភិវឌ្ឍបង្វែរមាគ៌ាទៅការមាគ៌ាអភិវឌ្ឍបៃតងតាមរយៈការលើកកម្ពស់ការបញ្ចេញឧស្ម័នការបណ្ឌិតទាបហើយថ្មីនេះគឺម្សិលមិញអីក៏ក្រសួងបរិស្ថានបានធ្វើសិក្ខាសាលាពីមាគ៌ាបៃតងតាមរយៈការលើកកម្ពស់បញ្ចេញឧស្ម័នការបណ្ឌិតទាបនេះដែរបាទអរគុណណាស់ហើយបាទលោកវិក្កាមដើម្បីធ្វើការឆ្លើយតបទៅកាន់សំណួររបស់លោកបញ្ញរាហើយសំណួរជាបន្តទៅកាន់បាទកញ្ញាយឿនដល់សុកណាផងដែរកន្លងមកកញ្ញាបាននិយាយថាការចូលរួមកន្លងមករបស់កញ្ញានឹងមានសកម្មភាពច្រើនណាអញ្ចឹងចំពោះសកម្មភាពរបស់យុវជនដែលបានធ្វើឡើងនឹងកន្លងមកនៅក្នុងមូលដ្ឋានហ្នឹងវាបានផ្ដល់នៅប្រយោជន៍អ្វីខ្លះទៅដល់ខ្លួនឯងចំពោះប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលដែរចាបងអរគុណបងចំពោះសកម្មភាពដែលពួកខ្ញុំបានធ្វើឡើងនឹងគឺវាមានផលប្រយោជន៍ជាច្រើនទី1សម្រាប់ពួកខ្ញុំជាយុវជនគឺពួកខ្ញុំបានយល់ដឹងពីបទពិសោធន៍នៃការងារភ្លៀងផងដែរហើយមួយទៀតគឺពួកខ្ញុំបានចែករំលែករបស់វិសោធន៍ដែលពួកខ្ញុំបានមានទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យគាត់យល់ដឹងពីការបំរែបំរួលអាកាសធាតុនេះផងដែរហើយមួយទៀតគឺពួកខ្ញុំបានជួយសង្គមនៅក្នុងការអភិវឌ្ឍភូមិឃុំហើយជួយកាត់បន្ថយនៅបំរែបំរួលអាកាសធាតុនឹងផងដែរបាទអរគុណណាស់កញ្ញាហើយឥឡូវពីកម្មវិធីយើងក៏មានប្រិមិត្តបាទចូលរួមមួយរូបទៀតគឺកញ្ញាគឺសិលៈបាទជំរាបសួរសិលៈបាទជំរាបសួរបងបាទអរគុណណាស់សិលៈដែលបានចូលរួមនៅក្នុងកម្មវិធីហើយសិលៈបាទសូមជម្រាបជូនសិលៈថានៅក្នុងកម្មវិធីនេះគឺជាកម្មវិធីសម្លេងយុវជនណាហើយកម្មវិធីយើងបានជជែកពិភាក្សាលើប្រធានបទយុវជនក្នុងការចូលរួមទប់ស្កាត់ការបម្រែបំរួលអាកាសធាតុហើយចំពោះសិលៈវិញហើយមានជាសំណួរឬក៏មានជាមតិយោបល់លើកឡើងតែម្ដងបាទខ្ញុំមានសំណួរសួរបងបាទចាថាអាកាសធាតុប្រហែលថ្ងៃហ្នឹងប្រែប្រួលខ្លាំងមែនតើបងគឺរះថ្ងៃសុកអញ្ចឹងតើ
ទុំព្រៀងយកខ្យល់មកហ្មងអញ្ចឹងហើយមកពីមូលហេតុអីបងអញ្ចឹងបញ្ហានេះកើតមាននៅក្នុងមូលដ្ឋានរបស់ខាងសិលៈផ្ទាល់តែម្ដងឬក៏យ៉ាងម៉េចបាទនៅខាងប្អូនផ្ទាល់បងនៅខាងប្អូនផ្ទាល់ណាហើយចុះកន្លងមកឃើញធ្លាប់ឃើញមានអាជ្ញាធរធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអត់ទេចំពោះបញ្ហាហ្នឹងអត់មានផងបងអត់មានចំពោះសិលៈវិញបានចូលរួមអ្វីខ្លះក្នុងការកាត់បន្ថយនៅការបម្រែបម្រួលអាកាសធាតុកន្លងមកដែរក្នុងមូលដ្ឋានរបស់សិលៈណាសម្រាប់បងអូនចង់សំណូមពរឲ្យប្រជាជនកម្ពុជាហ្នឹងមកតាមធ្វើបានច្រើនបងបាទអរគុណណាស់ហើយមានតែប៉ុណ្ណេះទេសិលៈដែលបានលើកជាសំណួរមកចាបងបាទអរគុណសិលៈដែលបានចូលរួមបាទគុណជម្រាបលាចាបងបាទអរគុណណាស់ហើយចំពោះសំណួររបស់សិលៈបានលើកឡើងលោកវិក្មិនក៏បានធ្វើការបកស្រាយពីខាងដើមមកហើយដែរដើម្បីឲ្យបញ្ជាក់បន្ថែមទៅលើសំណួររបស់កញ្ញាសិលៈឲ្យអស់ចម្ងល់តើលោកវិក្មិនមានការឆ្លើយតបយ៉ាងម៉េចដែរបាទសូមអរគុណហើយពេលនេះក៏ខ្ញុំសូមបញ្ជាក់បន្តិចទៀតដែរណាបញ្ហាប្រែប្រួលអាកាសធាតុដូចកញ្ញាបានលើកឡើងនេះថាសប្តាហ៍ថ្ងៃនេះមកបន្តិចទៅក្តៅបន្តិចទៅត្រជាក់អញ្ចឹងសូមបញ្ជាក់ថាពាក្យនេះយើងបែងចែកជាពីរទៅវិញទី1អាកាសធាតុទី2និងធាតុអាកាសសូមបែងចែកគ្នាច្បាស់អាកាសធាតុគឺថាការប្រែប្រួលវារយៈពេលយូរពី30ឆ្នាំឡើងនឹងជាអាកាសធាតុប៉ុន្តែវាធាតុអាកាសគឺការប្រែប្រួលដោយកញ្ញាលើកនឹងឯងអានេះយើងដឹងតាមរយៈថាបើយើងអង្គុយទៅនេះត្រជាក់យើងទៅក្រៅក្តៅឬក៏មកផ្លែតភ្លៀងផ្លែតបើកថ្ងៃនឹងឯងជាធាតុអាកាសអញ្ចឹងសូមបែងចែកគ្នាច្បាស់ការប្រែប្រួលនេះគឺប្រែប្រួលធាតុអាកាសទេមិនមែនជាអាកាសធាតុគឺប្រែប្រួលរយៈពេលយូរបាទសូមអរគុណបាទអរគុណហើយសំណួរជាបន្តទៅកាន់ខាងបាទកញ្ញាយឿនសុកណាផងដែរកន្លងមកការចូលរួមរបស់ខាងយុវជនរបស់យើងតើវាមានផ្ដល់នៅគេថាចំណេះដឹងនៃការយល់ដឹងដល់ប្រជាពលរដ្ឋយ៉ាងណាខ្លះដែរនៅក្នុងមូលដ្ឋានកន្លងមកនេះចាបងអរគុណបងសម្រាប់ខ្ញុំគឺការដែលខ្ញុំធ្វើកន្លងមកគឺផ្ដល់ចំណេះដឹងទៅខាងប្រជាពលរដ្ឋវានៅមានកម្រិតដែរបងព្រោះអីគម្រោងបំរែបំរួលអាកាសធាតុរបស់ពួកខ្ញុំហ្នឹងគឺទើបតែចាប់ផ្ដើមធ្វើឡើងដូច្នេះហើយការផ្ដល់ទៅដល់ប្រជាពលរដ្ឋហ្នឹងគឺវាមិនជាច្រើនណាប៉ុន្មានទេប៉ុន្តែក៏អាចជួយឲ្យប្រជាពលរដ្ឋគាត់បានយល់ដឹងខ្លះជាងពីពេលមុនដែរបងអរគុណអញ្ចឹងចំពោះការយល់ដឹងពីមុននិងឥឡូវនេះមានការខុសគ្នាយ៉ាងម៉េចនៅពេលមានសកម្មភាពរបស់យុវជនកន្លងមកនេះចាបងរយៈពេលពីមុនរហូតមកដល់ពេលនេះគឺវាមានលក្ខណៈខុសគ្នាគឺពីមុនមកប្រជាពលរដ្ឋគាត់អត់ដែរយល់ដឹងទេគាត់តែងតែកាប់បំផ្លាញនៅព្រៃឈើដែលនៅជិតផ្ទះរបស់គាត់ហើយឬក៏នៅកន្លែងផ្សេងដើម្បីរៀនយកដីដាំដំណាំប៉ុន្តែឥឡូវគឺពួកគាត់បានយល់ដឹងអញ្ចឹងពួកគាត់អត់បានធ្វើការកាប់បំផ្លាញព្រៃឈើហើយណាមួយទៀតគាត់អត់បានជាលក្ខណៈថាបោះចោលសម្រាមនៅកន្លែងវាពីការគឺគាត់មានការទុកដាក់បានយ៉ាងត្រឹមត្រូវបងអញ្ចឹងគឺគាត់យល់ដឹងបានជាងពីមុនទេបងចា៎អញ្ចឹងកញ្ញាលើកឡើងពីដើមហ្នឹងថាចំពោះការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយហើយការចូលរួមរបស់យុវជនក៏នៅមានកម្រិតនៅដែរហើយចំពោះអាជ្ញាធរវិញចំពោះការចូលរួមក៏ដូចជាការថាជំរុញលើកទឹកចិត្តឲ្យយុវជននឹងបានចូលរួមនៅក្នុងសកម្មភាពនេះបានកម្រិតណាដែរចាចំពោះអាជ្ញាធរវិញគឺគាត់ជំរុញនិងលើកទឹកចិត្តយុវជនដូចជាពួកខ្ញុំគឺខ្លាំងមែនតែនឲ្យតែពួកខ្ញុំមានសកម្មភាពអ្វីមួយចឹងគឺគាត់តែងតែចូលរួមនិងលើកទឹកចិត្តដល់ពួកខ្ញុំខ្លាំងមែនតែនហ្មងបាទកម្មវិធីសម្លេងយុវជននឹងធ្វើការចាក់ផ្សាយឡើងវិញនៅវេលាម៉ោង 2 ដល់ម៉ោង 3 រសៀលនៅថ្ងៃទី25 ខែកញ្ញានៅវិទ្យុ The New Style FM 97.25 MHz នៅវិទ្យុសុភមង្គល FM 90.70 MHzលោកអ្នកកំពុងស្ដាប់ការផ្សាយរបស់វិទ្យុ The New Style FM 97.25 MHz ខេត្តកំពង់ចាមបាទអរគុណណាស់ហើយសូមបង្វែរសំណួរទៅកាន់បាទមុំរទ្ធីថាកន្លងមកនោះធ្លាប់មានសកម្មភាពណាខ្លះដែរដែលជំរុញឲ្យយុវជននឹងចូលរួមនៅក្នុងការទប់ស្កាត់ក៏ដូចជាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុកន្លងមកនេះបាទកន្លងមក
មកខាងយុវជនយើងខ្ញុំគិតថាយុវជនក៏ទើបតែមានសកម្មភាពពិសេសគឺក្រោយពេលបោះឆ្នោតនេះភាគច្រើនអញ្ចឹងកន្លងមកគ្រាន់តែចំពោះមន្ទីរបរិស្ថានខេត្តក៏មានការទៅផ្សព្វផ្សាយនៅតាមមូលដ្ឋានភូមិឃុំជារឿយអញ្ចឹងដែរណាអញ្ចឹងការងារយុវជនទៅក្រោយបោះឆ្នោតនេះដែលផុសផលឡើងហើយក៏ខាងយុវជនសាខាសមាគមយុវជនសាខាខេត្តកំពង់ចាមក៏មានការទំនាក់ទំនងមកមន្ទីរក្នុងការចុះទៅម្ដងម្ដាលដល់យុវជនពីការប្រែប្រួលអាកាសធាតុហើយមន្ទីរក៏បានចូលរួមនៅសកម្មភាពមួយចំនួនរបស់យុវជននៅក្នុងខេត្តជាច្រើនដែរគាត់តែងតែមកពឹងពាក់យើងទៅចង្កាសុំជាឯកសារជាការឲ្យយើងទៅធ្វើបទបង្ហាញក៏ជួយជាមេរៀនជាស្លាយផ្សេងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុបាទអញ្ចឹងចំពោះខាងមន្ទីរបរិស្ថានខេត្តកំពង់ចាមបងដែរថាមានការសហការជាមួយនឹងខាងស្ថាប័នឬក៏អង្គការណាខ្លះដែរដើម្បីធ្វើការងារឲ្យកាន់តែល្អប្រសើរយើងកន្លងមកភាគច្រើនយើងពាក់ព័ន្ធជាមួយអាជ្ញាធរហើយដូចថាយើងចេះតែផ្សព្វផ្សាយណាឬក៏ទៅដោះស្រាយបញ្ហាមួយចំនួនដែលយើងត្រូវចាំបាច់ត្រូវថាពាក់ព័ន្ធនឹងការបន្ស៊ាំអញ្ចឹងទៅយើងចេះតែធ្វើការផ្នែកបន្ស៊ាំហើយថ្មីនេះយើងបានចុះទៅបញ្ជ្រាបការប្រែប្រួលអាកាសធាតុដល់ផែនការវិនិយោគឃុំមួយចំនួននៅក្នុងឃុំ3អានេះជាការងារសាកបងរបស់មន្ទីរយើងបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅឃុំ3នៅក្នុងស្រុកកំពង់សៀមគឺឃុំកោះកាឃុំកកហើយនិងឃុំលអាងហ្នឹងយើងបានជ្រាបហើយយើងនឹងយកគម្រោងផែនការវិនិយោគឃុំនេះយើងយកទៅដាក់ដល់ម្ចាស់លុយផ្សេងឲ្យគាត់ជួយគ្រប់គ្រងក្នុងការកាត់បន្ថយឬក៏បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនេះបាទអរគុណណាស់ហើយសំណួរជាបន្តក៏សូមបែរទៅកាន់ខាងយុវជនយើងផងដែរដើម្បីអនុវត្តការងារនេះឲ្យកាន់តែប្រសើរតើគួរតែមានការចូលរួមពីខាងណាបន្តទៀតដើម្បីអនុវត្តការងារឲ្យកាន់តែល្អប្រសើរនោះចាអរគុណបងដើម្បីឲ្យការងាររបស់ពួកខ្ញុំកាន់តែល្អប្រសើរជាងមុនទៀតគឺមានការចូលរួមជាពិសេសគឺខាងយុវជនចង់ឲ្យពួកគាត់មានការចូលរួមយ៉ាងសកម្មនៅក្នុងការងារដែលជួយអភិវឌ្ឍសង្គមនេះផងដែរហើយមួយទៀតគឺខាងអាជ្ញាធរដែនដីក៏ដូចជាខាងក្រសួងបរិស្ថានផងដែរហ្មងបាទអញ្ចឹងគឺតែមានការចូលរួមពីពាក់ព័ន្ធដើម្បីអនុវត្តការងារនេះឲ្យកាន់តែល្អប្រសើរនោះអរគុណណាស់ឥឡូវពីកម្មវិធីយើងក៏មានប្រិមិត្តបាទចូលរួមមួយរូបទៀតគឺបាទធីរ៉ាបាទជំរាបសួរធីរ៉ាបាទធីរ៉ាបាទសូមអធិស្ឋានណាបាទសូមជម្រាបសួរថាសារជាថ្មីបាទធីរ៉ាបាទអរគុណណាស់ហើយទទួលពីកម្មវិធីយើងបានច្បាស់ដែរទេបាទទទួលបាទអរគុណណាស់បាទធីរ៉ាដែលបានចូលរួមនៅក្នុងកម្មវិធីនេះហើយធីរ៉ាបានជ្រាបហើយតកតងទៅនឹងប្រធានបទដែលយើងកំពុងតែជជែកពិភាក្សាគឺបាទយុវជនក្នុងការចូលរួមទប់ស្កាត់ក៏ដូចជាការបង្ការបំរែបំរួលអាកាសធាតុណាអរគុណណាស់ហើយនៅក្នុងមូលដ្ឋានរបស់ធីរ៉ាកន្លងមកមានបញ្ហាអាកាសធាតុបង្កឲ្យមានផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកភូមិនៅក្នុងមូលដ្ឋានដែរទេបាទចំពោះនៅខាងមូលដ្ឋានរបស់ខ្ញុំវិញបញ្ហាអាកាសធាតុនេះវាអាចវាមានការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដូចជាបញ្ហាភ្លៀងអញ្ចឹងទៅវាបង្កខ្យល់វាខ្លាំងអញ្ចឹងទៅមានការបាក់តាមឈើបាក់អីអញ្ចឹងក៏ការផ្ទៃខ្លាចវាខ្លាចប៉ះពាល់ទៅដល់ពលរដ្ឋមួយចំនួនដែលគាត់មានផ្ទះមិនទៅមាំអញ្ចឹងគឺគាត់ស្រីពេលដែលចោលគាត់អត់ហ៊ាននៅលើផ្ទះទេគាត់ចុះដីដើម្បីមិនស្គីព្រោះស្នាក់ព្រោះគាត់ខ្លាចតអញ្ចឹងចំពោះធីរ៉ាផ្ទាល់តែម្ដងបានយល់ដឹងអ្វីខ្លះពីការបំរែបំរួលអាកាសធាតុហើយចំពោះការបំរែបំរួលអាកាសធាតុហ្នឹងក៏បណ្ដាលមកពីកត្តាអ្វីខ្លះដែរបាទចំពោះការយល់ដឹងមកខ្ញុំតែត្រង់ការបំរែបំរួលអាកាសធាតុវាបណ្ដាលមកពីការបាត់បង់ព្រៃឈើវាកត្តាមួយផ្នែកហើយអាចតែកត្តាយានយន្តមួយចំពោះក៏អាចបង្កដែរដូចជាផ្នែកយានយន្តចាស់ចឹងទៅគាត់នៅក្នុងការបើកបរហើយវាមានផ្សែងច្រើនមកពេលអញ្ចឹងវា
ขับไปนี่ตัวสปอร์ตโอ้ตอนสอบโอ้ตัวគុណណាស់ហើយទីរ៉ាហើយសូមសាកសួរមកសំណួរទៀតមុននឹងបើឱកាសឲ្យទីរ៉ាហ្នឹងសាកសួរមកកាន់លោកវិក្កាមទាំងពីរណាហើយចុះកន្លងមកក្នុងនាមទីរ៉ាជាយុវជនម្នាក់តើបានចូលរួមសកម្មភាពអ្វីខ្លះក្នុងការដូចជាការទុកការដូចជាការបង្ការនៃការបម្រែបម្រួលអាកាសធាតុនេះបាទហើយព្រោះខ្ញុំក៏ចូលរួមដូចជាការដាំដើមឈើហើយនឹងសកម្មភាពការជិះកង់ជាក្នុងដំណើរការបន្ថយតាមពលបរិស្ថានកន្លងមកនោះជាមួយក្រុមមិត្តរបស់ខ្ញុំក្រុមការខ្ញុំនៅក្រុមចិត្តមួយចំនួនហ្នឹងគាត់ធ្វើការកងអញ្ចឹងទៅហើយមានគេមកមានដើមឈើបន្ថែមនេះមកចូលរួមបាទហើយចំពោះការជិះកង់ហ្នឹងមានការរៀបចំពីខាងស្ថាប័នឬក៏អង្គការណាដែរបាទការជិះកង់ហ្នឹងក៏មាននេះគេមានអង្គការមួយគេចាក់ចូលមកខាងក្រុមនិស្សិតហើយគេចាក់ចូលមកខាងក្រុមនិស្សិតហើយគេឲ្យនិស្សិតហ្នឹងជិះកង់នេះដើម្បីកាត់បន្ថយផ្សែងពុលដើម្បីកុំឲ្យវាប៉ះពាល់ទៅដល់អាកាសធាតុច្រើនពេកតែធ្វើបានរយៈពេលតែមួយព្រឹកទេបាទអរគុណណាស់ធីរ៉ាដែលបានចូលរួមហើយធីរ៉ាមានជាសំណួរអីសាកសួរមកកាន់លោកវិក្កាមទាំងពីរដែរបាទទោះថាតាមពលបរិស្ថានហ្នឹងដូចជាប្រជាពលរដ្ឋគ្រប់រូបគាត់មួយចំនួននេះមកគាត់ប្រើប្រាស់យានយន្តចាស់ៗហើយធ្វើឲ្យខូចទៅអូសូនតែយើងគិតថាមានវិធីយ៉ាងណាអាចជួសជុលតអូសូននឹងបានដើម្បីកុំឲ្យមានបញ្ហាតែព្រោះអាកាសធាតុឯទៀតបាទអរគុណណាស់ហើយសំណួរទទួលបានហើយបាទអរគុណធីរ៉ាដែលបានចូលរួមនៅក្នុងកម្មវិធីបាទអរគុណជម្រាបលាហើយសំណួរនេះសូមបាទប្រកល់ទៅកាន់លោកវិក្កាមហើយយល់យ៉ាងណាដែរចំពោះការលើកឡើងក៏ដូចជាមានជាសំណួរសាកសួរមកកាន់លោកវិក្កាមណាបាទអរគុណណាតាមស្ដាប់លោកធីរ៉ាគាត់មានប្រសាសន៍មិញគឺខ្ញុំគិតថាធីរ៉ាជាមនុស្សមួយដែលមានការយល់ដឹងច្រើនពីបរិស្ថានពីការប្រែប្រួលអាកាសធាតុនេះហើយសំណួររបស់គាត់គឺការប្រើប្រាស់យានយន្តចាស់ៗពាក់ព័ន្ធទៅនឹងការបំពុលបរិស្ថានជាការពិតណាអានេះវានៅក្នុងផ្នែកមួយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គឺនៅក្នុងប្រភេទនៃឧស្ម័នដែលមានពិសេសដែលមាន 5-6 មុខហ្នឹងឯងហើយឧស្ម័នដែលចេញពីផ្សែងយានយន្តនេះដែលធ្វើឲ្យប៉ះពាល់ដល់ស្រទាប់អូសូនជាការពិតណាស់អញ្ចឹងបាទជាការចាំបាច់ក៏ជាវិធានការនៃការកាត់បន្ថយដែលរាជរដ្ឋាភិបាលបានកំណត់ពីដើមមកដែលខ្ញុំបានជម្រាបជូនហ្នឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះឯងហើយយើងមានការបើយើងមិនចាំបាច់ទេយើងគួរតែជិះកង់ទៅកន្លែងចិត្តអីចឹងទៅវាហើយមួយទៀតដូចយានយន្តចាស់បើក្នុងប្រទេសគេប្រទេសមួយចំនួនគេឈប់ផលិតយានយន្តដែលប្រើដោយម៉ាស៊ូតអីដែរគេប្រើដោយសាំងអញ្ចឹងហើយប្រទេសមួយចំនួនយើងក៏មានដែរផលិតដោយប្រើផ្ទាំងសូឡាអីដូចឡានក្រុងយើងកង់អីដែលយើងចំណាំតែឃើញហ្នឹងហើយជាកត្តាមួយដែលយើងអាចកាត់បន្ថយនៃការប្រែប្រួលអាកាសធាតុកាត់បន្ថយកំណើនឧស្ម័នផ្ទះកញ្ចក់យើងមានច្រើនទៀតដូចយើងផលិតរថយន្ត hybrid ភេទ hybrid រាល់ថ្ងៃហ្នឹងហើយគឺថាជាការកាត់បន្ថយមួយចំណែកដែរអញ្ចឹងយើងមានច្រើនណាស់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នេះតែលោកនេះមិញហ្នឹងគាត់យល់ច្បាស់ណាស់ពីបញ្ហានេះបាទអរគុណណាស់ហើយសំណួរជាបន្តទៅកាន់បាទកញ្ញាយឿនសុកណាមួយសំណួរទៀតថាកន្លងមកសម្រាប់សកម្មភាពរបស់ក្រមយុវជនណាក្នុងការបញ្ជ្រាបការយល់ដឹងបញ្ហានេះទៅដល់យុវជនក៏ជាបរិវត្តដទៃទៀតក្រៅពីសកម្មភាពការជិះកង់ការដង្ហែក្បួនហ្នឹងតើមានវិធីសាស្ត្រយ៉ាងណាបន្តទៀតដើម្បីធ្វើការបញ្ជ្រាបក៏ដូចជាធ្វើការបញ្យល់ទៅដល់ប្រជាពលរដ្ឋដទៃទៀតកាន់យល់ដឹងឲ្យច្បាស់ការបញ្ហាហ្នឹងចាអរគុណច្រើនបងសម្រាប់ពួកខ្ញុំគឺក្រៅពីសកម្មភាពទាំងអស់ហ្នឹងគឺពួកខ្ញុំមានជាការចោះចែកខិត្តប័ណ្ណនៅតាមភូមិចាហើយមានជាវេទិកាសាធារណៈហើយអញ្ជើញប្រជាពលរដ្ឋឲ្យគាត់មកចូលរួមជាមួយនឹងពួកខ្ញុំហើយមួយវិញទៀតនោះគឺពួកខ្ញុំ
ចុះបរិញ្ញាទៅតាមភូមិបរិញ្ញានៅដល់ផ្ទះប្រជាពលរដ្ឋតែម្ដងមកបាទអញ្ចឹងមានការចុះទៅផ្សព្វផ្សាយក៏ដូចជាជិះកង់កន្លងមកនឹងមានការសហការជាមួយនឹងខាងណាខ្លះដែរចាបងមានការសហការជាមួយនឹងខាងអាជ្ញាធរហើយជាមួយនឹងអង្គការដែលពាក់ព័ន្ធដែរមកបាទអរគុណណាស់ហើយប្រិមិត្តដទៃទៀតក៏អាចចូលរួមនៅក្នុងកម្មវិធីនេះបានតាមរយៈលេខទូរស័ព្ទមានចំនួន2ប្រព័ន្ធទី1 096លេខ6 888 100 088 797 52 កម្មវិធីសម្លេងយុវជននឹងធ្វើការចាក់ផ្សាយឡើងវិញនៅវេលាម៉ោង 2 ដល់ម៉ោង 3 រសៀលនៅថ្ងៃទី25 ខែកញ្ញានៅវិទ្យុ The New Style FM 97.25 MHz នៅវិទ្យុសុភមង្គល FM 90.70 MHzប្រសិនបើលោកអ្នកចង់ស្ដាប់កម្មវិធីផ្សាយផ្ទាល់ណាមួយរបស់វិទ្យុ The New Style សូមចូលទៅកាន់គេហទំព័រ www.thenewstyleradio.com ប្រិមិត្តទីមត្រីប្រិមិត្តកំពុងតែតាមដានស្ដាប់ការផ្សាយផ្ទាល់ចេញពីស្ថានីយ៍វិទ្យុ The New Style Radio FM 97.25 MHz ខេត្តកំពង់ចាមនៅក្នុងកម្មវិធីសម្លេងយុវជនហើយកម្មវិធីយើងកំពុងតែជជែកពិភាក្សាលើប្រធានបទការចូលរួមទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុដែលកម្មវិធីយើងបានធ្វើការអញ្ជើញលោកវិក្កាមចំនួន2រូបទី1នេះគឺលោកមុំរិទ្ធីដែលជាអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមទី2គឺកញ្ញាយឿនសុកណាដែលជាបណ្ដាញយុវជនមកពីខាងឃុំមៀនហើយគឺជាតំណាងឲ្យយុវជនសមាគមយុវជនខ្មែរហៅកាត់ថា KVA ផងដែរបើសិនជាប្រិមិត្តបាទចូលរួមនៅក្នុងចង់ចូលរួមនៅក្នុងកម្មវិធីឬក៏មានជាសំណួរមតិយោបល់បើលើកឡើងនៅក្នុងកម្មវិធីក៏អាចចូលរួមបានឥឡូវពីកម្មវិធីយើងក៏មានប្រិមិត្តបាទចូលរួមមួយរូបទៀតគឺវិចិត្របាទជំរាបសួរវិចិត្របាទជំរាបសួរបងបាទអរគុណណាស់វិចិត្រហើយចិត្រាសូមអធិស្ឋានបាទចិត្រាណាបាទអរគុណណាស់ចត្រាហើយថ្ងៃនេះកម្មវិធីយើងបានលើកយកនៅប្រធានបទបាទយុវជនក្នុងការចូលរួមក៏ដូចជាទប់ស្កាត់ការបង្ការការបម្រែបម្រួលអាកាសធាតុណាហើយនៅក្នុងមូលដ្ឋានរបស់វិចិត្រចត្រាតែម្ដងនៅក្នុងមូលដ្ឋាននោះតើមានបញ្ហាការបម្រែបម្រួលអាកាសធាតុធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះដែរកន្លងមកនេះបាទជារួមទៅការពីខ្ញុំនៅតូចពីអាកាសធាតុខ្ញុំយល់ថានៅធម្មតាគ្រាន់តែប៉ះពាល់មិនទេប៉ុន្តែដល់ពេលខ្ញុំធំឡើង20ជាងនេះអាកាសធាតុប្រែប្រួលខុសពីធម្មតាបងដោយថាត្រូវត្រជាក់មកផ្លែទៅត្រូវក្តៅផ្លែទៅហើយខ្ញុំយល់ឃើញថាអាកាសធាតុប្រែប្រួលបែបនេះគឺមិនមែនមកពីអ្វីទេគឺមកពីប្រជាពលរដ្ឋយើងមិនចេះថែរក្សាបងបាទមិនចេះថែរក្សាដោយថាការព្រៃឈើច្រើនវាប៉ះពាល់ទៅដល់ធម្មជាតិទាំងជាខ្លាំងបងហើយណាមួយទៅបើសិនជាយើងកាប់ព្រៃឈើច្រើនចឹងទៅវាអាចមានទឹកជំនន់ហើយនឹងខ្យល់ព្យុះឬជាមានបាញ់ច្រើនបងដល់ពេលចឹងទៅវាបំរែបំរួលការធាតុណាបងណាបាទអញ្ចឹងបាទលើកឡើងបន្តទៀតបាទខ្ញុំចង់និយាយថាហើយនឹងផ្ដាំទៅដល់បងប្អូនយុវវ័យថាចំនួនមុនវាហូរទៅហើយយ៉ាងសូមចំនួនខ្ញុំនេះក៏សូមឲ្យជួយថែរក្សាបរិស្ថានទាំងនៅរាជធានីភ្នំពេញទាំងនៅជនបទសូមជួយថែរក្សាបរិស្ថានទាំងគ្នាថង់ប្លាស្ទិកហើយនឹងរបស់ដែលយើងត្រូវចោលយើងមានធុងសម្រាមឲ្យបានស្រួលដើម្បីកុំឲ្យប៉ះពាល់ទៅដល់បរិស្ថានហើយនៅមួយទៀតបើសិនមានទូរទស្សន៍ចាស់នៅគ្រឿងទូរស័ព្ទណាចាស់វាបើសិនជាយើងបោះចោលទៅទីសាធារណៈវាអាចមានវិជ្ជាសកម្មនឹងកើតឡើងច្រើនតែអញ្ចឹងយើងត្រូវទៅទុកដាក់នឹងឲ្យបានស្រួលហើយបើមិនចង់ទេត្រូវតែមានធុងសម្រាមដាក់ឲ្យបានល្អបងណាហើយមួយទៀតសូមផ្ដាំទៅដល់យុវវ័យទាំងអស់ដែលបានស្ដាប់វិទ្យុនេះក៏សូមជួយថែរក្សានៅធនធានធម្មជាតិទាំងអស់គ្នាហើយគុំបន្តកាប់នៅព្រៃឈើតាមទៀតដើម្បីកុំឲ្យអាកាសធាតុនឹងប្រែប្រួលអ្នកខ្លះកាប់ព្រៃឈើខ្លះពេកទៅវាបណ្ដាលឲ្យអត់មានភ្លៀងទៀងទាត់ហ
អ្នកខ្លះទៅអត់បានធ្វើស្រែអ្នកខ្លះទៅទឹកទន្លេលិចផងអ្នកខ្លះទៅទឹកទន្លេនោះវាបាត់កើតឡើងដល់ដូចអាកោទៅណាដល់ពេលចឹងទៅវាបានធ្លាក់ពុកនៅទេបងដល់ពេលចេញជ្រៅមកវាមិនបានល្អប្រហែលទេដល់ទឹកទន្លេហ្នឹងវាកើតឡើងដល់ផ្លូវពុកហ្នឹងបានធ្លាក់ពុកមកចឹងទៅបានជ្រៅហ្នឹងវាអំឡុងផលហ្នឹងបានជ្រៅហើយដូចជានៅជ្រាខាងខ្ញុំអីឆ្នាំនេះហើយជាស្រូវក្រើមមិនទៅជាបានច្រើនប៉ុន្មានទេបងពីព្រោះតែមកពីបំរែបំរួលអាកាសធាតុហើយបើសិនជាស្រូវលើខាងលើខាងក្រោមហ្នឹងបានន័យថាគឺធ្វើស្រែគឺមានទឹកចំនួនតែចំនួននៅខាងលើហ្នឹងគឺធ្វើស្រែគឺអត់មានទឹកចំនួនទេគឺរងចាំទឹកភ្លៀងហើយនៅបើសិនជាស្រូវខាងលើវាល្អគាត់បានប៉ុន្តែឆ្នាំនេះមិនដឹងថាល្អយ៉ាងណាទៅគួរមិនទាន់បានជីផងវាល្អហើយល្អដូចបានជីកាលពីឆ្នាំមុនផងចឹងវាបំរើការធានធ្វើខ្ញុំទៅមានបញ្ហាបរិបទនេះជាខ្លាំងមែនទែនបងហើយខ្ញុំសូមឲ្យផ្ដាំទៅដល់យុវវ័យទាំងអស់សូមបន្តការប្រែឈើនិងសូមជួយថែរក្សានៅប្រទេសកម្ពុជាយើងឲ្យមានបរិស្ថានស្អាតនិងរមណីយដ្ឋានល្អហើយជាពិសេសកន្លែងរមណីយដ្ឋានមួយចំនួនដែលខ្ញុំបានដើរទៅលេងក៏សូមជួយថែរក្សាទាំងអស់គ្នាខ្ញុំបានឃើញយុវជនខ្លះឬក៏មនុស្សខ្លះមួយចំនួនអត់ទៅយកចិត្តទុកដាក់កន្លែងរមណីយដ្ឋានដូចជាកន្លែងទឹកឆាដូចជាកន្លែងទឹកជ្រោះអីសពបែបយ៉ាងមានថង់ផ្លាស្ទិកហ្នឹងសូមជួយថែសម្អាតទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាយើងទាំងមូលឲ្យកុំឲ្យមានរំលែករំរួលការផ្សិតទៀតបន្តទៅទៀតបាទអរគុណណាស់ចត្រាមានជាសំណួរឬក៏មានតែប៉ុណ្ណេះនេះខ្ញុំចង់សួរថាតើធ្វើរបៀបម៉េចទៅដើម្បីឲ្យមានអាកាសធាតុហើយនឹងភ្លៀងទៀងទាត់ទៅតាមរដូវបងបាទអរគុណណាស់ហើយសំណួរនេះទទួលបានហើយអរគុណជំរាបលាបាទជំរាបលាបងបាទឥឡូវគឺពីមុននឹងបាទផ្ដល់សំណួរទៅកាន់លោកវិក្កាមិនឥឡូវពីកម្មវិធីយើងក៏បាទសូមទទួលជួបជាមួយនឹងបាទប្រិមិត្តមួយរូបទៀតណាហើយគឺបាទសៀវអ៊ីងបាទជំរាបសួរសៀវអ៊ីងបាទសូមអធិស្ឋានណារងចាំបន្តិចបាទសូមអធិស្ឋានបាទជំរាបសួរបាទប្រិមិត្តយើងបាទសៀវអ៊ីងបាទអរគុណណាស់ហើយចូលរួមនៅក្នុងកម្មវិធីហើយមានជាសំណួរតែម្ដងដោយសារតែពេលវេលាយើងបាទខ្លីទៅហើយបាទសូមអធិស្ឋានដោយសារតែមានបញ្ហាបច្ចេកទេសបន្តិចអរគុណណាស់ហើយឥឡូវសូមផ្ដល់សំណួរទៅកាន់ខាងយុវជនបាទខាងតំណាងមកពីខាងយុវជនហើយចំពោះបញ្ហាបរិស្ថាននេះឲ្យកាន់តែដើម្បីឲ្យបរិស្ថានកាន់តែមានភាពល្អប្រសើរក៏ដូចជាចូលរួមបញ្ហាកាត់បន្ថយនៅការបំរែបំរួលអាកាសធាតុតើក្រមបណ្ដាញយុវជននឹងមានផែនការក៏ដូចជាយុទ្ធសាស្ត្របែបណាទៀតដើម្បីធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជនដទៃទៀតនឹងចូលរួមឲ្យនៅក្នុងសកម្មភាពនេះឲ្យកាន់តែល្អប្រសើរទៀតចាអរគុណបងសម្រាប់ក្នុងនាមខ្ញុំជាយុវជនខ្ញុំនឹងធ្វើការផ្សព្វផ្សាយជាលក្ខណៈថាធ្វើជាវេទិកាសាធារណៈឬក៏ធ្វើជាការប្រគំតន្ត្រីដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជននឹងគាត់យល់ដឹងពីបំរែបំរួលអាកាសធាតុហើយគាត់នឹងលែងបន្តធ្វើការកាប់បំផ្លាញព្រៃឈើឬក៏គាត់ធ្វើការប្រើប្រាស់នៅសារធាតុគីមីគឺដូចជាការបាញ់ថ្នាំគីមីដែលវាប៉ះពាល់ទៅដល់អាកាសធាតុផងដែរបងអញ្ចឹងពួកខ្ញុំនឹងខំប្រឹងព្យាយាមផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ដឹងកាន់តែច្រើនពីបញ្ហាបំរែបំរួលអាកាសធាតុនេះផងដែរបងចាអរគុណបាទអរគុណណាស់ហើយជាសំណួរចុងក្រោយសូមសាកសួរទៅកាន់លោកមុំរិទ្ធីដែលជាអនុប្រធានមន្ត្រីបរិស្ថានខេត្តកំពង់ចាមថាចំពោះបញ្ហានៅថ្ងៃខាងមុខលោកនឹងមានផែនការឬក៏មានវិធីសាស្ត្រយ៉ាងណាបន្តទៀតដើម្បីជំរុញឲ្យយុវជនងាកមកចូលរួមនៅក្នុងសកម្មភាពការបម្រែបម្រួលអាកាសធាតុនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះបាទជាតទៅខាងមុខក្នុងនាមខ្លួនខ្ញុំផ្ទាល់ដូចជាមន្ត្រីបរិស្ថានកើតយើងនៅក្នុងមន្ត្រីតែតែមានផែនការសកម្មភាពឬក៏ផែនការរំកិលសម្រាប់អនុវត្តនៅក្នុងឆ្នាំនីមួយៗអញ្ចឹងបញ្ហាប្រែប្រួលអាកាសធាតុជាចំណុចក្តៅឬក៏ជាការងារចម្បងដែលមានការចាប់អារម្មណ៍ទាំងអស់គ្នាយើងតែងតែលើកផែនការនេះដើម្បីអនុវត្តជារឿយពីរាល់ឆ្នាំហើយនៅឆ្នាំ2016នេះហើយជាយើងមានថវិកាគ្រប់គ្រាន់សម្រាប់មន្ទីរអនុវត្តក្នុងការកិច្ចការប្រែប្រួលអាកាសធាតុនេះហើយ
ដូចខ្ញុំបានជម្រាបមុនអញ្ចឹងឃុំទាំង3ហ្នឹងជាឃុំសាកល្បងរបស់មន្ទីរហើយនៅឆ្នាំ2016បើដំណើរការបានល្អយើងនឹងពង្រីកសកម្មភាពនៃការងារប្រែប្រួលអាកាសធាតុនេះបន្ថែមទៀតហើយសម្រាប់យុវជនយើងដឹងហើយក្នុងនៃនេះយុវជនគឺជាទំពាំងស្នងឫស្សីនៃប្រទេសជាតិជាអ្នកដែលជាមនុស្សដែលមានសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិអញ្ចឹងជាទិសដៅរបស់មន្ទីរដែលស្របទៅនឹងសភាពការបច្ចុប្បន្នមន្ទីរក៏មានការយកចិត្តទុកដាក់ចំពោះយុវជនហើយមន្ទីរក៏មានយុវជនในមន្ទីរសម្រាប់ការងារប្រែប្រួលអាកាសធាតុនេះដែរបាទហើយគ្រប់គ្រងជានិច្ចហើយនឹងចូលរួមគ្រប់បែបយ៉ាងបើមានការចង់បានមន្ទីរចូលរួមជាវាគ្មិនឬក៏ជាឯកសារផ្សេងមន្ទីរមានគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនបាទសូមអរគុណលោកវិក្កាមិនផងដែរហើយឃើញថាពេលវេលាយើងបានឈានមកដល់ទីបញ្ចប់ទៅហើយនោះហើយមុននឹងបញ្ចប់ក៏សូមថ្លែងអំណរគុណចំពោះប្រិមិត្តដែលបានចំណាយពេលដ៏មានតម្លៃបាទចូលរួមនៅក្នុងកម្មវិធីនេះពីដើមដល់ចប់ផងដែរហើយក៏សូមថ្លែងអំណរគុណចំពោះលោកមុំរិទ្ធីដែលជាអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមដែលបានចំណាយពេលដ៏មានតម្លៃបាទចូលរួមនៅក្នុងកម្មវិធីនេះធ្វើជាវិក្កាមិនធ្វើការបកស្រាយរាល់មតិយោបល់របស់ប្រិយមិត្តផងដែរសូមគោរពជូនពរទៅដល់លោកវិក្កាមិនទទួលបានជោគជ័យគ្រប់ភារកិច្ចនិងទទួលបានសុខភាពល្អបាទផងដែរហើយក៏សូមបាទថ្លែងអំណរគុណចំពោះកញ្ញាយឿនសុកណាដែរដែលជាបណ្ដាញយុវជនមកពីខាងឃុំមានហើយគឺជាតំណាងឲ្យសមាគមយុវជនខ្មែរហើយកាត់ថា KBA ដែរផងដែរដែលបានចូលរួមនៅក្នុងកម្មវិធីបាទសូមបាទជោគជ័យគ្រប់ភារកិច្ចនិងជោគជ័យលើការងារបាទនឹងការសិក្សាអរគុណណាស់ហើយឃើញថាពេលវេលាបានជិះមកដល់ទីបញ្ចប់ទៅហើយឆ្លងកាត់នៃការពិភាក្សារយៈពេលពេញ1ម៉ោងមកពេញតែម្ដងសង្កេតឃើញថាខាងមន្ទីរបរិស្ថានក៏មានយុទ្ធសាស្ត្រក្នុងការជួយជំរុញឲ្យយុវជនក៏ដូចជាបណ្ដាញយុវជនដទៃទៀតដើម្បីចូលរួមនៅក្នុងសកម្មភាពនេះដើម្បីកាត់បន្ថយការបំរែបំរួលអាកាសធាតុនៅក្នុងនោះអង្គការសង្គមស៊ីវិលក៏យល់ឃើញថាដើម្បីស្ដារឡើងវិញនៅលំនឹងនៃអាកាសធាតុវាចាំបាច់ណាស់នៅក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយការបំភាយនៅកម្រិតឧស្ម័នផ្ទាំងកញ្ចក់តាមរយៈសង្វាក់ប្រតិកម្មនៃឧស្សាហកម្មគ្រប់កម្រិតដែលដោយជំរុញឲ្យសាធារណជនប្រកាន់ខ្ជាប់នៅគោលការណ៍សំខាន់ចំនួន4រួមមានទី1នឹងបដិសេធមិនទិញឬក៏ប្រើប្រាស់រាល់វត្ថុទាំងឡាយដែលមិនសូវចាំបាច់ទី2នឹងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនិងថាមពលអគ្គិសនីការបោះចោលនៅសម្រាមនិងព្យាយាមទិញរបស់ដែលពុំចាំបាច់មានការវិខ្យំទី3នេះគឺប្រើឡើងវិញមានន័យថាព្យាយាមទិញរបស់ដែលអាចប្រើប្រាស់ឡើងវិញច្រើនដងនិងបានយូរហើយទី4នោះកែច្នៃឡើងវិញបែងចែកកាកសំណល់ឬសម្រាមទៅតាមប្រភេទដើម្បីងាយស្រួលដល់ការប្រមូលនិងកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញអរគុណណាស់ហើយកម្មវិធីសម្លេងយុវជនបានជិះមកដល់ទីបញ្ចប់ទៅហើយសារជាថ្មីក៏សូមបាទថ្លែងអរគុណចំពោះលោកវិក្កាមិនរួមជាមួយនឹងកញ្ញាផងដែរដែលបានចូលរួមនៅក្នុងកម្មវិធីនៅក្នុងគណៈនឹងពេលវេលានេះខ្ញុំបាទសរនរួមជាមួយនឹងក្រុមការងារបាទសូមអរគុណនិងសូមជម្រាបលា